đôi chỉ bom bong trong đặc ngôn đặc xa rồi có crop bay cái là bong chỉ tận lẽ ấy nó bỏ hay mai thì cốt để lệch rồi có loan đấy bỏ thưa từng à bạt thưa từng tại cho anh ấy mà sân cái lần nào đấy anh ấy cái hao mà sân rồi sâm cót press ở đàng để lư để ấy nó bỏ anh ấy mà sân này anh ấy mà sân cả lăng bỏ tục mà sân cái lần bỏ tẩm bua rồi có thưa chặt caro snipe bom snipe ấy bỏ bà mà sân ấy mà đây thay những khiếp đấy chặt tầm rạp tầm răng bọc tầm bua ấy cũng ai về nhoi bà chắc mà tạm bua rụt run là những chặt bụi phèn đấy nghe hay bị ta cả lăng nắng mà đây tha nó pe đặt trái dương thủ rồi có ốp co với mình tha ta hướng rụt run này ai tha với đài sẽ từ chốn trong bàn chuẩn bị xua bong ôn từ ngà khani ngàyนี้ខ្ញុំនឹងនាំអារម្មណ៍បងប្អូនបង្ហាញពីចម្ងល់ថាតើជាងកលឹងហ្នឹងមានអីខ្លះពាក្យថាជាងកលឹងហើយដើម្បីបានគេហៅជាងកលឹងអញ្ចឹងបានន័យថាជាងកលឹងហ្នឹងស្អីក៏អាចធ្វើបានដែរតើដូចពាក្យគេនិយាយថាជាងកលឹងអាចធ្វើអ្វីបានគ្រប់យ៉ាងទាំងអស់មែនអត់តាមនឹងច្បាស់ជួបជាមួយអ្នកជាងកលឹងទាំងអស់គ្នាជំរាបសួរបងបាទជំរាបសួរបាទមានឈ្មោះដែរខ្ញុំឈ្មោះយីហាបាទហើយឥឡូវនេះបានមកជួបជាងកលឹងផ្ទាល់ប្រហែលឆ្នាំបាត់ពិសោធន៍ទេបងបាត់ពិសោធន៍កលឹងខ្ញុំហើយជា4-5ឆ្នាំដែរបង4-5ឆ្នាំដែរតែជួសជុលឡានគ្រឿងក្រោមខ្ញុំធ្វើប្រហែលជាជិត20ឆ្នាំជិត20ឆ្នាំបាទអញ្ចឹងតើតើយើងចេះគ្រឿងឡានអាចមកធ្វើជាងកលឹងងាយស្រួលហើយកាលមុនខ្ញុំចេះជាងឡានតែដោយសារកលឹងទៅគេធ្វើទៅវល់ឡងវល់អីចឹងខ្ញុំមករៀនជាងកលឹងបន្ថែមឲ្យខ្លាំងដើម្បីកុំឲ្យឡងដល់អតិថិជនបាទហើយខ្ញុំឃើញក្រួយបងម៉ាស៊ីនច្រើនម៉ាស៊ីនអាហ្នឹងគេហៅម៉ាស៊ីនកលឹងបាទអាហ្នឹងម៉ាស៊ីនកលឹងសម្រាប់បោះតបួរបោះអីចាក់ស្នៃបូមស្នៃអីដែលអតិថិជនត្រូវការហើយរងថ្ងៃទទួលធ្វើអីខ្លះទូគឺដូចជាបូមបងចង់ដឹកធ្ងន់ដឹកស្រាលឬក៏ក្របបែកអីដែលបងជីតលាក់អីនោះបងហើយម៉ែត្រកូដដែលលិចឬក៏លាន់អីបងធ្វើទាំងអស់បាទធ្វើទាំងអស់ហើយចុះអានេះម៉ាស៊ីនគេហៅម៉ាស៊ីនកលឹងណាអត់ទេអានេះគេហៅម៉ាស៊ីនសម្កត់ប្រេះបដាងដែលលឺដែលអីនោះបងអញ្ចឹងបានន័យថារថយន្តនៅពេលដែលដូរបដាងបើសិនអត់មានឧបករណ៍ខ្លះគេយកញួរដំបាទយកញួរដំអាហ្នឹងវាខ្លះដំចេញខ្លះដំអត់ចេញទេបងដំអត់ចេញទេដំប្រេះអានេះបាទប៉ុន្តែរបស់យើងគេហៅមកដល់ជើងកលឹងគឺមានមួយសពហ្មងបាទមានអញ្ចឹងបានថាយើងសកត់បានដោះងាយស្រួលបាទស្រួលជាងហើយបងអាខាងក្រោយនេះវិញសុំជួយមកខាងនេះបាទអានេះម៉ាស៊ីនហៅម៉ាស៊ីនអីអានេះម៉ាស៊ីនកលឹងបងទុកម៉ាស៊ីនកលឹងបោះតបួរឬក៏ធ្វើចាក់ការ៉ូស្នៃបូមស្នៃអីបងបាទចម្ងល់ខ្លះទាំងខ្ញុំក៏ដូចជាបងប្អូនអតីតទៀតថាជាងកលឹងអាចធ្វើអ្វីគ្រប់បែបយ៉ាងមែនអត់បងវាមិនទាំងអស់ពេកទេបងសម្រាប់ការរៀនវារៀនដោយផ្នែកបងផ្នែកជួសជុលរថយន្តអញ្ចឹងសម្រាប់ការគ្រឿងរថយន្តយើងចេះហ្មងបាទទាំងអស់ចេះអាចធ្វើបានច្រើនអាចថាទីណាមានជាងរថយន្តក្រាស់រថយន្តទីនោះតែតែមានជាងកលឹងបាទគឺត្រូវដើរទៅគ្នាបងអាហ្នឹងវាត្រូវការគ្នាទៅវិញទៅមកកលឹងនោះពាក់ព័ន្ធជាមួយដូចថាឥឡូវយើងមួលខ្ចៅទៅវាទ្រក់បាទយើងមួលទ្រក់អីយើងអាចបើវានៅធំអាចសាទៅអីមកវិញចាក់ស្នៃឲ្យដូចបោះចាស់អាហ្នឹងគេហៅយើងហៅគេចាក់ស្នៃអាមួយអាខ្លះឆ្លង់ឬក៏ឆ្លង់ការ៉ូសាថ្មីបងហើយចេះដូចខ្លះចេះដូចថាឥឡូវអានេះឧទាហរណ៍អានេះបែបស្មាននេះមិនហ្នឹងហ៎ប៉ុន្តែបើហ្វចេះអានេះជាខ្ចៅដូចថាឥឡូវយើងមួលទៅទ្រក់អាខ្ចៅហ្នឹងយើងអាចធ្វើមកបានវិញអាហ្នឹងបើរត់បានយើងអាចធ្វើមកបានវិញហើយបើសិនណាជាមានថ្មីលុកទិញថ្មីដាក់ក៏ស្រួលដែរហើយអាម៉ាស៊ីននេះបានន័យថាយើងក្រៀបទៅចាប់សម្រាប់តម្រង់បោះតាំបួឲ្យកុំឲ្យវាញ័រឲ្យបាទអញ្ចឹងបានតាំបួរថយន្តយើងចាប់មួយប្រាំងហ្នឹងបាទតាំបួហ្នឹងយើងដាក់ទៅសម្រាប់អាហ្នឹងគេហៅមិនចិត្តវាឲ្យឈូហៅបោវាកុំឲ្យបោះកុំឲ្យវាមានដីមានអីហ៎មែនទេបោះកុំឲ្យដល់យើងពេលយើងជិះរថយន្តបើកលឿនតែជន់ប្រាំងទៅវិញ្ញាក់លឿនហ្នឹង6-7 ទៅជន់ប្រាំងទៅញាក់អាហ្នឹងតម្រូវការត្រូវបោះតាំបួហ្នឹងតាំបួអញ្ចឹងមកជើងកលឹងក៏ត្រូវដែរបាទអញ្ចឹងកន្លែងនេះធ្វើទាំងអស់ធ្វើតាំបួក៏ធ្វើម៉ែត្រចង្កូតក្របបែករថយន្តអា4.7អីហ្នឹងបាទហើយមានអីទៀតម៉ែត្រចង្កូតកលេបងចឹងសឹងគ្រឿងឡានគ្រឿងក្រមបាទគ្រឿងក្រមម៉ាសេតបងបាទហើយខ្ញុំឃើញម៉ាស៊ីនជាច្រើនម៉ាស៊ីននេះខ្លះដែរបងអាហ្នឹងសិតម៉ាស៊ីនកន្លងសម្រាប់ចាក់អានោះចាក់បាក់ម៉ែត្របាក់អីបងបាទហើយសម្រាប់ពេលវាច្រើនទៅវាចាល់គ្នា
chẳng bạn này thái chế đôi bò miền xa chẳng nơi pe đại dương cái cho chiên cả lăng cái ta bắt đầu lấy bò ôn bạn đắng chiên cả lăng cứ bẹ pon chừng chiên đôi kia hay bẹ ta cả lăng nắng bạn này tha nơi pe đại trai dương thủ rồi có opco với bên tha ta hướng rột chốn này a tha với đại tự chốn trong bàn បាទ tự chốn nơi tha quật đầm rơi ca tháng bong chui xoan ở đây cho mui mấy cà rô trai đi mấy ấy mấy បាទអាហ្នឹង យើង អាច អាច ធ្វើ ធ្វើទាំង បា អ ទ ស់ បាទ ហើយឧបមាថាឥឡូវមែនតែនទៅឡានយើងមានអីខ្លះដែលយើងអាចត្រូវធ្វើជាមួយជាងកន្លងនេះ មានបូមចកោតបែតចកោតតំបួអឺក្របបែកកលែ បដាង 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 បាទ សិតតែត្រូវជាមួយនឹងខាងជាងកន្លងទាំងអស់ បាទ ហើយទីតាំងនេះឃើញមិនធំមែនតើហើយសិតថាគ្រប់គ្នាទាំងអស់ស្រស់ដៃគ្នាអត់មានតនេ បាទ អ្នកខ្លះគាត់យើងចែកផាតគ្នាផ្សេង មិនថាអត់តនេវាអត់មានថ្ងៃតនេណាអីច្រើនភាគច្រើនវារវល់ច្រើនហ្មង រវល់ច្រើនដូចថាអីជាងកន្លងមួយដូចថាឥឡូវក្រាស់រថយន្តមាន10 20 បាទនៅគៀននេះ នៅគៀននេះអញ្ចឹងតម្រូវការមហោតែជាងកន្លងនេះ បាទ អញ្ចឹងនៅពេលដែលចូលទៅអតិថិជនគាត់តម្រូវការអ្វីជាងរថយន្តហ្នឹងគាត់មកខាងជាងកន្លង បាទ ហើយបងតម្រូវការទៅតាមអតិថិជនដែរ បាទ អរគុណមែនតើបង អរគុណ សម្រាប់ការបកស្រាយឲ្យខ្ញុំដឹងផ្ទាល់ក៏ដូចជាបងប្អូនមហាជនអញ្ចឹងបងប្អូនអស់ចម្ងល់ហើយអ្វីដែលជាងកន្លងកុំឲ្យគិតថាជាងដូចគ្នាជាងម៉ូតូផ្សេងជាងរថយន្តផ្សេងជាងកន្លងផ្សេងប៉ុន្តែជាងកន្លងពាក្យច្រើនគឺគាត់ចេះធ្វើរថយន្តដែរ បាទ គាត់ចេះគ្រឿងរថយន្តដឹងថាគេដាក់កលាក់របៀបម៉េចត្រូវការខ្ចៅរបៀបម៉េចអញ្ចឹងมันអាចមកធ្វើជាងកន្លងបានហើយមែនទេឧបករណ៍ក៏មិនថោកដែរ បាទ មិនចឹងមកណា ថ្លៃៗ ហើយត្រូវការចម្រោះគ្នាតែម្ដងមានថាគ្រៀបហ្នឹងក៏មានហើយមានទាំងអាម៉ាស៊ីនកន្លងក៏មានអីទាំងអស់មិនចឹងមកណា បាទ អរគុណមែនតើបង អរគុណបង ជូនពរ បាទ ឲ្យអតិថិជនកាន់តែច្រើនតែមិនចឹងមកណា បាទ ហើយសម្រាប់ទីតាំងគឺងាយស្រួលរហូតបងអាចបញ្ជាក់ទីមកទីតាំងរបស់យើងមកពីផ្លូវណាស្រួលរហូតជាង ទៅមុខវត្តក្រាំងក្នុង អូអញ្ចឹងមកថាមុខខ្លោងទ្វារវត្តក្រាំងក្នុងមកនោះឃើញការ៉ាស់បង បាទនៅ បាទ ខាងស្ដាំដៃ នៅខាងស្ដាំដៃអញ្ចឹងបងប្អូនងាយស្រួលបើសិនស្គាល់វត្តក្រាំងក្នុងអាចនឹងស្គាល់ទីតាំងនេះងាយស្រួលហើយក៏ជាការងាយស្រួលសម្រាប់បងជាងរថយន្តដែរដែលត្រូវការរកជាងកន្លងដែលមានបទពិសោធន៍ក៏ដូចជាឧបករណ៍គ្រប់គ្រាន់អរគុណមែនតើខ្ញុំបាទមាសដុល្លារពីកម្មវិធី360